វាជាកំ pl ែងសម្រាប់ខ្ញុំណាខ្លួនខ្ញុំផ្ទាល់ធ្វើកម្មវិធីសុខភាពមាត់ធ្មេញក្នុងការភ្ជាប់ទៅការផ្សាយនឹងល្អប៉ុន្តែខ្លួនឯងមានធ្មេញទេបាទកំ pl ែងទេប៉ុន្តែខ្ញុំជឿថាព្រះបានឲ្យខ្ញុំធ្វើការងារមួយនឹងទាំងខ្លួនខ្ញុំអត់ធ្មេញទេបាទខ្ញុំបាទឈ្មោះចៅកុសលមកពីភូមិតាពាំងតាសោមឃុំតាពាំងធំមួយត្បូងស្រុកត្រាំកក់ខេត្តតាកែវស្បោះត្រង់នារីច្រឡំសប្តាហ៍ថ្វាយបង្គំនៅព្រះវិហារព្រះជាម្ចាស់ជីវិតអកលបាទសម្រាប់ក្រុមជំនុំដែលសប្តាហ៍គឺខ្ញុំមានតួនាទីគឺជាគណៈកម្មការរបស់ក្រុមជំនុំហើយក៏ជាអ្នកជួយពន្ធកិច្ចផ្សេងៗនៅក្នុងក្រុមជំនុំដូចជាកុមារដូចជាយុវជននិងចាស់ទុំដែរគឺសភៅពិភពលោកដែលគ្មានជំងឺគឺសភៅនេះខ្ញុំបានទទួលព័ត៌មានអំពីបងប្អូនម្នាក់គាត់ឈ្មោះវងតុលាហើយពីមុនគាត់គឺជាបុគ្គលិករបស់ខាងវ៉ាន់ហូបហើយគាត់បានណែនាំខ្ញុំហើយបានឲ្យខ្ញុំធ្វើកម្មវិធីមួយដែលជាកម្មវិធីសុខភាពមាត់ធ្មេញខ្លួនខ្ញុំផ្ទាល់ធ្វើកម្មវិធីសុខភាពមាត់ធ្មេញក្នុងការភ្ជាប់ទៅការផ្សាយនឹងល្អប៉ុន្តែខ្លួនឯងមានធ្មេញទេព្រះបានឲ្យខ្ញុំធ្វើការងារមួយនឹងទាំងខ្លួនខ្ញុំអត់ធ្មេញទេខ្ញុំនៅតែមានទំនុកចិត្តក្នុងការធ្វើព្រះប្រកាសជាដឹងថាខ្ញុំមានបទពិសោធន៍ជាមួយនឹងធ្មេញច្រើនរបស់គេតាមរយៈហ្គេមដែលរកស្វែងរកផ្លូវដែលពួកគេនៅពេលដែលបានហើយយើងបានប្រាប់គេថាអូសភៅនឹងគឺមានហ្គេមដែលស្វែងរកផ្លូវហើយផ្លូវដែលត្រឹមត្រូវយើងបានបញ្យល់គេអំពីរបៀបនៃការលេងហ្គេមហ្នឹងហើយយើងបានបញ្យល់គេអំពីអត្ថន័យនៃការលេងហ្គេមមួយគឺបង្រៀនគេឲ្យគេអានតាមរយៈរូបភាពនៃការសម្អាតខ្លួនប្រាណរូបភាពនៃការទំនាក់ទំនងរូបភាពនៃការផ្សារភ្ជាប់ជាមួយនឹងព្រះពេលដែលគាត់ទទួលបានសភៅសម្រាប់កុមារដែលគេស្រឡាញ់សភៅហើយគេស្រឡាញ់រូបភាពហើយគេមើលឃើញគេថាអូនេះព្រះយេស៊ូវនេះរូបយេស៊ូវតានេះហើយអូយេស៊ូវសគត់លើឈើឆ្កាងអូអ្នកខ្លះក៏ថាយេស៊ូវស្លាប់នៅលើឈើឆ្កាងអូនេះរូបដែលដុសធ្មេញគេសប្បាយគេ enjoy ទៅជាមួយនឹងរូបភាពដែលយើងបានដាក់ទៅក្នុងហ្នឹងតាមរយៈពន្ធកិច្ចរបស់ខ្ញុំដែលខ្ញុំនៅតែមិនបោះបង់ហើយខ្ញុំនៅតែស្រឡាញ់នៃការផ្សាយនឹងល្អហើយខ្ញុំគឺជាម្នាក់ដែលទទួលនៃក្តីស្រឡាញ់ដែលអំពីអ្នកជឿយេស៊ូវដូចគ្នាអញ្ចឹងខ្ញុំជឿជាក់ថាកុមារហើយនិងយុវជនជាច្រើនគេនឹងទទួលតាមរយៈក្តីស្រឡាញ់ដូចជាខ្ញុំធ្លាប់បានទទួលដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាព្រះនឹងធ្វើការអស្ចារ្យនៅពេលដែលខ្ញុំចេញទៅការប្រកាសដំណឹងល្អមិនថាកុមារដែលគេទទួលតាមរយៈដំណឹងល្អអំពីព្រះយេស៊ូវព្រះអង្គនឹងធ្វើការអស្ចារ្យហើយគេទាំងអស់នោះគឺជាដីដែលមានជីវជាតិល្អខ្ញុំជឿជាក់ថាព្រះអង្គនឹងឲ្យពួកគេហើយនឹងឲ្យគេក្លាយជាកុមារដែលជាអ្នកប្រកាសដំណឹងល្អបន្តពីខ្ញុំហើយព្រមទាំងយុវជនគឺគេនឹងក្លាយទៅជាយុវជនដែលដឹកនាំក្រុមជំនុំល្អយុវជនដែលស្រឡាញ់ក្នុងការផ្សាយដំណឹងល្អដែលមានដួងចិត្តនៃការបម្រើសូមកុំបោះបង់ចោលហើយអធិដ្ឋានទៅព្រះអង្គហើយសូមឲ្យព្រះអង្គធ្វើការអស្ចារ្យជាមួយនឹងយើងក្នុងការបម្រើហើយពេលខ្លះសម្រាប់ខ្ញុំការបម្រើរបស់ខ្ញុំគឺខ្ញុំបម្រើសប្តាហ៍ថ្ងៃខ្ញុំអត់ដែលមានប្រាក់ខែអំពីការបម្រើទេប៉ុន្តែព្រះអង្គតែងតែផ្គត់ផ្គង់ឲ្យខ្ញុំតាមរយៈការបម្រើនៅពេលដែលព្រះអង្គប្រើខ្ញុំព្រះអង្គក៏មិនឲ្យខ្ញុំស្លាប់ដែរហើយនៅពេលដែលបងប្អូនទាំងអស់គ្នាក៏ដូចគ្នាដែរខ្ញុំជឿជាក់ថាប្រសិនបើបងប្អូនលះបង់នៃការបម្រើហើយបងប្អូនបានវល់ឲ្យគេបណ្ណាព្រះអង្គនឹងវល់ឲ្យបងប្អូនប៉ុណ្ណឹងដែរហើយព្រះអង្គបានមានព្រះបន្ទូលមួយទៀតថាប្រសិនបើចង់សាកល្បងជាមួយនឹងព្រះអង្គអាចសាកល្បងជាមួយព្រះអង្គតាមរយៈការថ្វាយមិនថាចាំតលុយទៅគេហៅថាការថ្វាយទៅពេលវេលាចំណេះដឹងកម្លាំងកាយនិងកម្លាំងចិត្តហើយព្រះអង្គនឹងហែកមេឃដើម្បីបង្ហូរព្រះពរសម្រាប់អ្នកទាំងអស់គ្នាដែលមានដួងចិត្តនៃការបម្រើ